សំឡេងខ្មែរម្ចាស់ស្រុកស្ថានីយ៍វិទ្យុសំឡេងខ្មែរម្ចាស់ស្រុកសូមស្វាគមន៍លោកអ្នកនាងមិត្តអ្នកស្ដាប់ពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសួស្តីលោកអ្នកនាងមិត្តអ្នកស្ដាប់ជាទីមេត្រីនេះជាកម្មវិធីផ្សាយនៃវិទ្យុសំឡេងខ្មែរម្ចាស់ស្រុកនៅថ្ងៃអាទិត្យទី9ខែតុលា គ្រិស្តសករាជ2016ជាថ្ងៃ8កើតថ្ងៃសីលខែអាសត់ឆ្នាំវកអត្តស័កពុទ្ធសករាជ2560ពីរដ្ឋធានី Washington សហរដ្ឋអាមេរិកខ្ញុំហាសានសូមអញ្ជើញលោកអ្នកនាងស្ដាប់កិច្ចសម្ភាសន៍រវាងអ្នកដឹកនាំចលនាខ្មែរម្ចាស់ស្រុកនិងវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ភាគបន្តលោកអ្នកនាងជាទីមេត្រីក្នុងកម្មវិធីផ្សាយថ្ងៃមុនលោកស្រីបណ្ឌិតចាក់សុខុនប្រធានចលនាខ្មែរម្ចាស់ស្រុកពិភពលោកបានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍នឹងវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ក្រោយវិលពីចូលរួមប្រជុំក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវថាពលរដ្ឋខ្មែររងចាំទទួលផលពិតប្រាកដពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារី$23,1991អស់រយៈពេល25ឆ្នាំហើយតែមិនឃើញលទ្ធផលដោយសន្យាក្នុងកិច្ចព្រមព្រៀងនោះទេលោកស្រីបណ្ឌិតមានប្រសាសន៍ថារដ្ឋអំណាចក្រុងភ្នំពេញនិងរដ្ឋអំណាចក្រុងហាណូយខុបខិតគ្នាបំពានកិច្ចព្រមព្រៀងនេះតាំងពីដើមទីហើយថាកោជបទាំងចាស់ទាំងថ្មីមិនឆ្លោះបញ្ចាំងនៅភាពអព្យាក្រឹតនៃស្ថាប័ននោះទេលោកសៀនម៉ាសាវាងប្រធានគណៈកម្មការនយោបាយនៃចលនាខ្មែរម្ចាស់ស្រុកបានរំលឹកថាអ្នកទទួលខុសត្រូវរឿងព្រំដែននៃបកក្តាប់អំណាចភោកុហកប្រជាជាតិខ្មែររឿងផែនទីហើយថាសមាជិករដ្ឋសភានៃបកសង្គ្រោះជាតិត្រូវនិយាយអំពីរឿងផែនទីនិងរឿងព្រំដែនក្នុងរដ្ឋសភាជាកន្លែងធ្វើច្បាប់មិនមែននៅតាមជាយដែនទេតទៅនេះសូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាងលោកស្រីបណ្ឌិតចាក់សុខុនប្រធានចលនាខ្មែរម្ចាស់ស្រុកនិងលោកសៀនម៉ាសាវាងប្រធានគណៈកម្មការនយោបាយចលនាខ្មែរម្ចាស់ស្រុកនិងលោកម៉ែនកឹមសេងអ្នកផ្សាយវិទ្យុអន្តរជាតិសម្លេងសហរដ្ឋអាមេរិក VOA កាលពីថ្ងៃច័ន្ទទី3តុលានាទីក្រុងប៉ារីភាគបញ្ចប់មន្ត្រីក្រសួងការបរទេសកម្ពុជាធ្លាប់បាននិយាយនៅពេលដែលមានបញ្ហានៅខាងតំបន់ខាងខេត្តកំពង់ចាមថាប្រជាពលរដ្ឋខ្មែរនឹងចូលទៅធ្វើក្នុងដីវៀតណាមតើលោកយល់ថាវិនិច្ឆ័យការមួយពិតប្រាកដទេការលើកឡើងដូចហ្នឹងបាទនៅកន្លែងហ្នឹងវាមានរឿងច្រើនណាស់ដែលនិយាយនេះណាទី1ដែលគេនិយាយព្រំដែនដីវៀតណាមហ្នឹងណាតាមទោសដែននេះទៅថ្ងៃណាទោសដែនថ្មីបើទោសដែនថ្មីអាទោសដែនវាខុសរួចទៅហើយដូច្នេះជាពលរដ្ឋខ្មែរដែលគាត់នៅកន្លែងពីមុនហ្នឹងផ្ទះរបស់គាត់តាំងពីយូរមកហើយផ្ទះគាត់នៅផ្ទះគាត់តែព្រំដែននេះដែលព្រំដែនដែលខិតណាមិនមែនពលរដ្ឋខ្មែរខិតចូលព្រំដែនយូរទេព្រំដែនយូរនេះដែលខិតមកចូលដីរបស់ជាពលរដ្ឋខ្មែរនឹងយើងឆ្លៃនឹងយើងត្រូវយល់ឲ្យច្បាស់ហើយទី2ដែលខ្ញុំឃើញមួយទៅតាមទោសដែនហ្នឹងណាតាមធម្មតានៅក្នុងច្បាប់អន្តរជាតិទៅតាមខ្សែព្រំដែនគេទុកឲ្យជា500ម៉ែត្រមួយខាងដើម្បីកុំឲ្យពីណាទៅប៉ះពាល់ទេណាប៉ុន្តែខាងដីខ្មែរគេមិនឲ្យប៉ះពាល់ទេប៉ុន្តែខាងដីយួនដាំចក្រអំពើរហូតដល់ខ្សែព្រំដែនដូច្នេះវាអត់មានកន្លែងណាមួយដែលវាសុចរិតគោរពទៅតាមច្បាប់អន្តរជាតិទេគឺពីរឿងកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺថាយួនទេដែលលើកព្រំដែនខ្មែរមកចូលក្នុងទឹកដីខ្មែរមិនមែនបងប្អូនខ្មែរទៅចូលក្នុងដីយួនទេបាទយើងចែកច្បាស់កន្លែងហ្នឹងបាទសូមអរគុណឥឡូវនេះខ្ញុំអាចនឹងត្រឡប់ឡើងបន្តិចដោយសារយើងមិនដែលមានឱកាសបានជួបគ្នាឬបានជួបម្ដងហើយចង់និយាយឲ្យបានច្រើនតិចលោកស្រីលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សដែលនៅមិនទាន់បានអនុវត្តបានឬការបោះឆ្នោតអីហើយកាលពីថ្ងៃសុក្រលោកស្រីបានទៅថ្លែងនៅអង្គការសហប្រជាជាតិស្ដីអំពីបញ្ហាសិទ្ធិមនុស្សលើកឡើងអំពីបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាដូចជាមានការសម្លាប់លោកកែមលីការអីហ្នឹងបាទតើលោកស្រីយល់ថាអនុសាសន៍របស់លោកស្រីវិញដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងកុំឲ្យមានឈាមខ្មែរនៅបន្តហូរអ្នកដែលនិយាយដូចលោកកែមលីលោកជាវិជាលោកជុតវិធីអីដែលហ៊ានតែបច្ចេកទេសនៈឬក៏និយាយអីប៉ះពាល់កិច្ចការមួយចំនួនទៅបង្ហូរឈាមតើគួរតែធ្វើយ៉ាងម៉េចដើម្បីអាចឲ្យអ្នកទាំងអស់គ្នាមានការចូលរួមចំណែកដល់ប្រទេសជាតិបានអ្នកទាំងអស់នោះបានន័យថាវាមានផ្នែកពីរណាផ្នែកអន្តរជាតិមួយហើយនិងផ្នែកខ្មែរមួយចាដោយគេនៅក្នុងសិទ្ធិទីក្រុងប៉ារីក៏បានចែកដែរណាបានចែកដែរគឺថានៅក្នុងហ្នឹងអ្នកដែលថាជាតួធំហ្នឹងគឺថាភាគីខ្មែរនឹងហើយគឺតួខ្មែរនឹងហើយមួយទៀតនៅផ្នែកអន្តរជាតិមានចែកជាពីរទៀតប្រទេសហត្ថលេខីនិងប្រទេសមិនហត្ថលេខីទៅទៀតណាដូច្នេះគេចែកជាអញ្ចឹងចា
ក្នុងរឿងទាំងអស់ហ្នឹងខ្ញុំថាអន្តរជាតិគេបានធ្វើកិច្ចការរបស់គេបើយើងអញ្ជើញមើលទៅក្នុងអតីតស្ថិសញ្ញាទីក្រុងប៉ារីសហ្នឹងណាគេធ្វើរបស់គេត្រូវធ្វើគេធ្វើឲ្យកំពូលហើយអត់មានអីធ្វើទៀតទេណាប៉ុន្តែនៅភាគីខ្មែរទេមិនទាន់បានធ្វើអីណាភាគីខ្មែរហ្នឹងគឺថាទីមួយខ្មែរខ្លួនឯងហើយទីពីរទៀតគឺថាប្រជាប្រដ្ឋយើងណាប៉ុន្តែប្រជាប្រដ្ឋយើងខ្ញុំមិនបន្ទោសពួកគ្នាអត់យល់ថាតើស្ថិសញ្ញាពីក្រុងប៉ារីសមាន mechanism យន្តការអីខ្លះដែលធ្វើឲ្យនឹងដើម្បីកោះចេញបានណាចា៎លោកស្រីអាចបញ្ជាក់បានទេបាទដើម្បីនៅពេលនេះជាចំណេះដឹងហើយដោយលោកប្រេសិដង់រាំងគាត់មានប្រសាសន៍ពីថ្ងៃទឹកសញ្ញាជាពួកគាត់ជាប្រធានសញ្ញាទីក្រុងប៉ារីសហ្នឹងពេលហ្នឹងគាត់និយាយថាចាប់ពីពេលហ្នឹងទៅរាជខ្មែរត្រូវតែមានសន្តិភាពហើយគ្មានអ្នកណាមួយអាចធ្វើឲ្យរាជខ្មែរមានទុកតទៅទៀតទេគេមិនអនុញ្ញាតឲ្យអ្នកណាមួយធ្វើឲ្យរាជខ្មែរមានទុកទៀតទេឥឡូវ25ឆ្នាំហើយទៀនឥឡូវនៅតែមានទុកអញ្ចឹងហើយមិនក៏អន្តរជាតិនៅតែស្ងៀមទៀតវាអញ្ចឹងចំណុចហ្នឹងដែលខ្ញុំចង់ដឹងនៅក្នុងចំណុចមួយផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងក៏មានតម្រូវឲ្យអន្តរជាតិហ្នឹងធ្វើការផងដែរនៅពេលណាដែលមានការរំលោភឬក៏មិនអនុវត្តតាមកិច្ចព្រមព្រៀងហ្នឹងតើធ្វើយ៉ាងម៉េចដើម្បីឲ្យប្រទេសដែលចុះហត្ថលេខាដទៃទៀតហ្នឹងគាត់ធ្វើសកម្មភាពជួយឲ្យបានសម្រេចកិច្ចព្រមព្រៀងហ្នឹងចាទី1ប្រទេសហត្ថលេខីទី1ប្រទេសមិនហត្ថលេខីណាឥឡូវខ្ញុំនិយាយថារឿងរំលោភមាន2បើរំលោភស្រាលល្មមអីទេគេមាន mechanism របស់គេនៅក្នុងសញ្ញាទីក្រុងប៉ារីសហ្នឹងគេបានចែងថាបើរំលោភស្រាទេប្រទេសហត្ថលេខីហ្នឹងហើយនឹងអ្នកដែលគេរំលោភគឺប្រទេសកម្ពុជាហ្នឹងទៅជែកគ្នាទៅណាទៅជែកដោយពឹងពាក់ទៅលើ mechanism របស់អង្គការសហប្រជាជាតិណាហើយ mechanism អង្គការសហប្រជាជាតិគឺជាពិសេសគឺ special rapporteur នឹងឯងគឺអ្នកការពិសេសអង្គការសហប្រជាជាតិនឹងហើយគេឲ្យយក mechanism នោះធ្វើទៅខ្ញុំមើលទៅទឹកអន្តរជាតិទៅខ្មែរគេយកអានឹងធ្វើណាដល់ថ្ងៃហ្នឹងអានឹងរំលោភល្មមណាព្រោះខ្ញុំសួរថាឥឡូវហ្នឹងអា mechanism 25ឆ្នាំហើយវានៅតែអញ្ចឹងតទៀតទៅឲ្យលោកធ្វើយ៉ាងម៉េចគេថាវាបន្តរំលោភធ្ងន់ធ្ងរខ្ញុំសួរទៅអន្តរជាតិជាពិសេសអង្គការសហប្រជាជាតិខ្ញុំថាខ្មែរងាប់ប្រមាណទៀតទៅដើម្បីឲ្យលោកសន្មតថាអានឹងរំលោភធ្ងន់ធ្ងរប្រមាណលាន3លានអ្នកទៀតសួរអញ្ចឹងណាគេអត់ឆ្លើយទេណាគេឲ្យយើងគិតទៅដូច្នេះហើយចិត្តបាទខ្ញុំថាគេមិនឆ្លើយបានន័យថាឬគេធ្វើអត់កើតឬមួយក៏ធ្ងន់ធ្ងរវាមិនតមកដល់ណាពីឆ្នាំ2015ខ្ញុំជួប President Ver កុងហ្វរ៉ាន់មួយណាគាត់សួរថាអ្នកឯងសួរអញ្ចឹងល្អហើយជាកិច្ចចង់ល្អហើយប៉ុន្តែអ្នកឯងអាចយក Article 2ដែលមាត្រា2នៅក្នុងសន្ធិសញ្ញាពិភពលោកមកប្រើណាគឺថាក្រុមប្រជែងឆ្នាំរបស់ទីក្រុងប្រជែងឆ្នាំ1993យកមកប្រើទៅតែហ្នឹងណាហើយគេនិយាយថាមិនអាចមាត្រា2ហ្នឹងមាត្រា2ហ្នឹងដែលទីក្រុងគេថាមិនគេថាបើប្រទេសមួយរដ្ឋាភិបាលមួយក្នុងរដ្ឋាភិបាលត្រូវមានមុខងារមួយគឺការពារសិទ្ធិរបស់ពលរដ្ឋខ្លួនណាបើមានប្រទេសមួយរដ្ឋាភិបាលនឹងមិនការពារសិទ្ធិរបស់ពលរដ្ឋនឹងទេពលរដ្ឋនឹងមានសិទ្ធិណានឹងការពារសិទ្ធិរបស់ខ្លួនដោយខ្លួនឯងគឺយ៉ាងម៉េចទៅសិទ្ធិការពារចាទេអត់ធ្វើមិនគេអត់ប្រាប់ទេប៉ុន្តែក្នុង Article 2 ក្នុងមាត្រា2ហ្នឹងគេចែងអញ្ចឹងបើរដ្ឋាភិបាលមុខងារខ្លួនត្រូវតែការពារសិទ្ធិរបស់ពលរដ្ឋខ្លួនអញ្ចឹងមកតែបើខ្លួនមិនការពារទេគេមានសិទ្ធិការពារខ្លួនគេបានន័យថាមានធ្វើបាតកម្មមានការធ្វើញ៉ាំទៅដោយធ្វើអីទៅយើងអត់ដឹងទេស៊ីសងធ្វើមិនដល់បាសសិទ្ធិមកវិញមកណាចាគេអត់មានចែកថាធ្វើយ៉ាងម៉េចទេចាហ្នឹងដូច្នេះហើយអានឹងយើងគិតទៅយើងធ្វើយ៉ាងម៉េចដើម្បីយើងបាសសិទ្ធិយើងមកវិញណាអានឹងទី2ចាហើយបន្តមកទៀតមកខ្ញុំថាអន្តរជាតិហ្នឹងគេធ្វើដល់កលៈហើយណានៅតែយើងទេបើខ្ញុំគិតចុះគិតឡើងខ្ញុំថានៅសល់តែខ្មែរទេមើលទៅហើយយើងទៅព្រមពឹងរដ្ឋាភិបាលខ្មែរក៏គេអត់ធ្វើដែរណាគេនិយាយរំលោភហើយហ្នឹងណាខ្ញុំផ្សាយក្នុងបន្ថែមបាទសូមជួយលោកសវាងបាទសូមតែតិចបាទខ្ញុំពិនិត្យមើលសញ្ញាទីក្រុងប៉ារីសនេះណាពីរឿងអធិបតេយ្យភាពបូរណភាពដីហ្នឹងទាំងអស់មានមាត្រា6មាត្រាទី1គេចែងអំពីមុខនីតិរបស់ខ្មែរមាត្រាទី2គេចែងអំពីមុខនីតិរបស់ប្រទេសហត្ថលេខីមាត្រាទី3គេចែងអំពីសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋខ្មែរមាត្រាទី4គេចែងអំពីមុខនីតិរបស់ប្រទេសដែលមិនមែនជាហត្ថលេខីមាត្រាទី5គេចែងអំពីនៅពេលណាមានការរំលោភអានឹងគេចែងមាត្រា5ហើយមាត្រាទី6គេថាសិទ្ធិសញ្ញានឹងមានអនុភាពចាំងពីសញ្ញាទៅរហូតអត់មានចប់ចាសើជំនួសមួយមិញណាថាអត់មានចប់ទេគេថាចាប់ពីសញ្ញាទៅមានរហូតបងមាត្រាទី1គេថាម៉េចអានេះខ្ញុំនិយាយពាក្យសម្រាប់ទេណាមាត្រាទី1គេថាខ្មែរត្រូវតែថែរក្សានិងការពារអធិបតេយ្យភាពបូរណភាព
ឯករាជ្យទាំង5ពាក្យដែលខ្ញុំនិយាយមិញនោះណាខ្មែរមុខនីតិមានថែរក្សានិងការពារមាត្រាទី2អន្តរជាតិទីហត្ថលេខីគេមានមុខនីតិស្អីគេមានមុខនីតិទទួលស្គាល់និងគោរពនឹងធានាទទួលស្គាល់និងគោរពអធិបតេយ្យឯករាជ្យនេះទៅឃើញទេមាត្រាទី3គេនិយាយថាខ្មែរទាំងអស់នៅលើដីខ្មែរត្រូវតែមានសិទ្ធិនិងសេរីភាពទៅតាមសេចក្តីប្រកាសជាសកលនៃសិទ្ធិមនុស្សអង្គការសហប្រជាជាតិមាត្រាទី4គេថាប្រទេសហត្ថលេខីទាំងអស់ហ្នឹងត្រូវមានមុខនីតិមួយទៅបញ្យល់ប្រទេសដែលអត់បានចូលសញ្ញេហ្នឹងឲ្យជួយទទួលស្គាល់និងគោរពបូរណភាពទឹកដីខ្មែរផងហើយបានមាត្រាទី5បានគេចែកអំពីសិទ្ធិរំលោភណារំលោភហ្នឹងដូចលោកមានផ្សារលោកធានមានផ្សារមិញគេចែកជា2កណារំលោភស្រាលស្រាលអាហ្នឹងគេថាឲ្យគូភាគីទាំងអស់ហ្នឹងទៅជែកគ្នាទៅនឹងការចេញហ្នឹងគេអាចយក special rapporteur ដល់តួក៏បានដែរដូច្នេះអាចក្នុងចំណុចហ្នឹងបានលោកប្រធានមានផ្សារមិញថាគេធ្វើគ្រប់ហ្នឹងណា special rapporteur តាំងពីសុយាវទីហ្នឹងគេធ្វើអស់ហើយរហូតដល់គេឲ្យអនុសាសន៍ដើម្បីកែប្រែឃើញទេបងដល់ពេលករណីរំលោភធ្ងន់ធ្ងរនៅពេលនោះប្រទេសហត្ថលេខីហ្នឹងគេត្រូវតែបែរទៅរកអង្គការដែលមានសមត្ថកិច្ចនៅអង្គការសហប្រជាជាតិដើម្បីដោះស្រាយបានន័យថាត្រូវតែបែរទៅរកខាងលិសែងពាំនៃក្រុមប្រឹក្សាសន្តិសុខទៅឲ្យជួយដោះស្រាយការទៅរកជួយដោះស្រាយហ្នឹងយើងអាចពឹងលោកសហប្រធានក៏បានយើងមិនបាច់ពឹងក៏បានឲ្យទៅដល់នោះក៏បានឃើញទេដូច្នេះនៅក្នុងអន្តរជាតិហ្នឹងគេធ្វើដល់កម្ពុជាមួយនៅក្នុងករណីកិច្ចមិនធ្ងន់ធ្ងរឃើញទេវានៅតែមួយទៀតទេវាដល់ធ្ងន់ធ្ងរនឹងបានគេធ្វើបានឃើញទេខ្ញុំចង់បកក្រោយបន្តិចវិញសំទោសណាបកក្រោយបន្តិចខ្មែរមានភារៈនឹងការពារនិងថែរក្សាបូរណភាពទឹកដីអន្តរជាតិគេមានភារៈនឹងទទួលស្គាល់និងគោរពយើងសួរខ្មែរយើងហើយយើងដឹងការពារយើងមានស្អីទេយើងមានប្រមាណឥឡូវហ្នឹងដើម្បីឲ្យគេគ្រប់ស្គាល់បាទចុះលោកស្រីចောက်សុខុនបានសួរទៅអង្គការសហជីវជាតិឬក៏មន្ត្រីផ្សេងថាតើកម្រិតណាបានលោកចាត់ទុកថាខ្មែរការរំលោភនឹងធ្ងន់ធ្ងរចុះតាមទស្សនៈរបស់លោកស្រីវិញតើការរំលោភនឹងធ្ងន់ធ្ងរមានឡើងក្នុងប្រទេសកម្ពុជាអន្តរជាតិឲ្យបានខ្លាំងជាងមុនទេបាទមែនតើសម្រាប់យើងថាធ្ងន់ធ្ងរហើយសម្រាប់ខ្មែរយើងណាពីព្រោះខ្មែរយើងសប្តាហ៍ថ្ងៃនេះវាសុទ្ធតែអស់ដីអស់ធ្លីអស់ទឹកហើយពីវេទនានឹងជាងស័ក្តិជាងធៀបទៅទៀតក្នុងការរស់នៅណានៅស្រុកដូចម៉ាឡេស៊ីក្តីនៅស្រុកថៃក្តីនៅស្រុកដូចកូរ៉េក្តីនឹងរត់ចេញចោលស្រុកអស់ហើយណាបើស្នាជាស្រុកជាសាត្រាមិនមែនខ្មែរជាពិសេសដូចយុវជនណាដែលមានកម្លាំងពេញកម្លាំងធ្វើការរត់ចោលស្រុកជាងទេចាដូច្នេះហើយយើងឃើញថាទៅធ្ងន់ធ្ងរហើយប៉ុន្តែអន្តរជាតិវិញគេថាអូណ៎ឯមួយថ្ងៃងាប់ប្រហែលអ្នកនឹងណ៎ស្រុកសេរីណ៎គេមួយថ្ងៃងាប់ 3-4,000 នាក់អីចឹងណាចាគេនិយាយចឹងគេថាមុខគេពីវត្តអស់193ប្រទេសណាដូចជាប្រទេសមួយវាបញ្ហាគេច្រើនណាស់យើងនឹងគេថាបញ្ហាយើងមិនទាន់ធំដល់គេទៅឡើយទេឃើញទេវាបញ្ហានឹងដល់ហើយតែប្រទេសយើងវាទូចហើយយើងខំតែស្រែកទៅវាមិនលើកឡើងទៅគេមិនព្រមស្ដាប់គេថាអានឹងមិនធ្ងន់ដល់អានោះធ្ងន់ជាងអានឹងនេះពិបាកវាគេបញ្ហាខ្ញុំឃើញខាងចលនាខ្មែរម្ចាស់ស្រុកមានធ្វើដោយលោកស្រីមានប្រសាសន៍ពីខាងដើមនោះគឺគេថាការជួបជុំប្រចាំឆ្នាំដើម្បីរំលឹកអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងហើយលោកស្រីប្រធានហ្នឹងក៏តែងតែទៅអង្គការសហជីវជាតិថ្លែងអំពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជាតើការដែលធ្វើដដែលឬសកម្មភាពហ្នឹងវាអាចជួយយ៉ាងម៉េចឲ្យស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាហ្នឹងឲ្យវាបានប្រសើរឡើងមែនតើតែហេតុថាយើងទាំងអស់គ្នាហ្នឹងមានមិនមែនតែខ្មែរម្ចាស់ស្រុកទេណាសង្គមស៊ីវិលនៅក្នុងស្រុកហ្នឹងក៏គេធ្វើការដែរណាគេធ្វើការច្រើនណាស់ដែរគេថ្លែងការអីតែអញ្ចឹងដែរណានៅក្នុងអង្គការសហជីវជាតិហ្នឹងណាអញ្ចឹងបានជាមានអនុសាសន៍នឹងដល់រាប់រយអនុសាសន៍ទៅហើយដើម្បីសូមឲ្យរដ្ឋាភិបាលនឹងធ្វើការកែលម្អណាចាប៉ុន្តែគេមិនបានយកចិត្តទុកដាក់ទេក្នុងថារដ្ឋាភិបាលមិនបានធ្វើការកែលម្អទេចាតើធ្វើយ៉ាងម៉េចដើម្បីឲ្យគេគោរពណាចារដ្ឋាភិបាលបើសិនជាគេមានឆន្ទៈនឹងគោរពហ្នឹងគេធ្វើហើយខ្ញុំបានខ្ញុំពីឆ្នាំ2009ខ្ញុំជំរាបណា2009ខ្ញុំចូលទៅអង្គការសហជាតិខ្ញុំថាឥឡូវមានស្អីដែលធ្វើឲ្យរដ្ឋាភិបាលគោរព recommendation ហ្នឹងណាគេថាអនុសាសន៍នឹងថ្មីឲ្យគេគោរពចឹងអន្តរជាតិថាដូចជាមានកាប់ជំនួយទេសូមកុំភ្លេចថាសិទ្ធិញ្ញាទីក្រុងប៉ារីបានឲ្យជំនួយទៅប្រទេសកម្ពុជាពីដំបូងពី600លានរហូតដល់1200លានក្នុងមួយឆ្នាំច្រើនណាស់ចា2009ទៅចេះចឹងទៅ2010កាត់ព្រឹបអត់មាន0អត់មានអីទាំងអស់
ខ្ញុំសុំថាលុយនឹងអស់លោកកាត់ទៅជាលុយខ្មែរទេណាសូមទុកម្ដងក៏វាទៅប្រើការអីណាទុកថ្ងៃណាមួយដែលយើងមានរដ្ឋាភិបាលខ្មែរបម្រើប្រយោជន៍ខ្មែរពលរដ្ឋខ្មែរសូមយកលុយនឹងមកប្រើការវិញអញ្ចឹងហើយមកឆ្នាំ2012ដែលគេសុំដូរប្រព័ន្ធបោះឆ្នោតនិងដូរប្រព័ន្ធតុលាការណាពួកគេមានមធ្យោបាយគេមានមធ្យោបាយគេយកលុយទៅមកប្រើបាទសូមកាត់ប្រសាសន៍លោកស្រីបន្តិចមានអ្នកសួរតាម Facebook បាទសូមអធិស្ឋានខ្ញុំមិនទទួលទៅអស់ប៉ុន្តែបើមានអ្នកខ្លះសួរមកចៃដន្យខ្ញុំមើលឃើញទៅខ្ញុំសួរលោកស្រីតិចគឺលោកឈ្មោះមិនដឹងជាលោកឬក៏លោកស្រីឈ្មោះពូនីនពៅបាទតកតូននឹងការដែលលោកស្រីលើកពីខាងដើមមុននឹងតិចតកតូនថាប្រជាពលរដ្ឋខ្មែរត្រូវប្រើសិទ្ធិខ្លួនឯងវិញហ្នឹងគឺដូចមានបាតកម្មមានអីគាត់សួរថាចុះបើប្រជាជនធ្វើបាតកម្មហើយរាជរដ្ឋាភិបាលបង្ក្រាបតើឲ្យធ្វើយ៉ាងម៉េចទៅវិញចាខ្ញុំថាប្រជារាស្ត្រខ្មែរងើបណាក្នុងបាតកម្មមួយហ្នឹងវាមានបញ្ហាវាមិនអត់បញ្ហាទេណាខ្ញុំសូមរំលឹកថយក្រោយបន្តិចពីរឿងជំនាន់សាធារណរដ្ឋណាព្រោះជំនាន់នោះយើងបានធ្វើបាតកម្មច្រើនដែរណាបាតកម្មជំនាន់នោះក៏មានស្លាប់មានអីដូចតែគ្នាចឹងដែរបាតកម្មណាក៏មានដែរតែថាយើងធ្វើការតស៊ូហើយយើងមិនអាចជិះចឹងបានទេណាប៉ុន្តែនេះបញ្ជំនាន់សាធារណរដ្ឋាភិបាលសាធារណរដ្ឋមិនបានសម្លាប់រាជខ្មែរទេប៉ុន្តែនេះអត់ទៅហ៊ានងើបឡើងគឺថាខ្មែរយើងទាំងអស់ហើយអញ្ចឹងហើយបានជាខ្ញុំថានិយាយនៅក្នុងអង្គការសហប្រជាជាតិខ្ញុំថាអ្នកឯងចង់ឲ្យខ្មែរធ្វើអីទៀតរាជខ្មែរងើបរាប់លានអ្នកហើយមើលកាលពីចំនួនបោះឆ្នោត2013មើលចំនួនកម្លៃណាអ្នកឯងចង់ឲ្យលើកងើបប៉ុន្មានទៀតណាហើយទៅហៅថាគ្រាន់តែងើបធ្វើដេវីឡេអញ្ចឹងអត់មានអីហើយទៅផ្ទះទៅខ្ញុំថាអូអញ្ចឹងប៉ុណ្្នឹងហើយមិនថាចង់មួយបញ្ជាក់ថាអត់សប្បាយចិត្តនឹងរដ្ឋាភិបាលហ្នឹងទេថាមានអ្នកណានិយាយថាអត់សប្បាយចិត្តរដ្ឋាភិបាលពីកាលឃើញទេណាខ្ញុំថាទេចុះរៀងងើបប៉ុណ្្នឹងឈឺចាប់នឹងការសម្លាប់ចឹងរយធាតុកោមិនឃើញតាំងពីឈុតវិធីតាំងពីជាវិជាតាំងពីឥឡូវមកកែមលេទៀតតាំងមកកណូទៀតជាងរាប់ទៅប្រមាណសែនហើយអត់មានធាតុកោឃើញផងហ្នឹងហើយអ្នកឯងចិត្តទៅទុកអញ្ចឹងទៅណាបាទគេថានេះជារឿងបញ្ហារបស់រាជខ្មែរយើងទៅយើងរកអសេដ្ឋកិច្ចបានខ្ញុំនិយាយត្រង់ខ្ញុំថាខ្ញុំជម្រាបទៅឲ្យអង្គការសហជីវជាតិវិញទៅជាពិសេសអន្តរជាតិហ្នឹងពេលយើងធ្វើ event ហ្នឹងណាខ្ញុំថាដូច្នេះហើយខ្ញុំយល់អ្នកឯងចង់និយាយពួកអ្នកអត់ឆ្លើយណាខ្ញុំយល់ថារាជខ្មែរមានសិទ្ធិនឹងការពារខ្លួនឯងហើយដូច្នេះមានសិទ្ធិនឹងការពារសិទ្ធិខ្លួនតាមគ្រប់មធ្យោបាយបាទខ្ញុំសូមឆ្លើយទៅប៉ុណ្ណឹងសូមអរគុណឥឡូវសូមត្រឡប់ទៅលោកម៉ាសវាងតិចរឿងមួយដែលមានលក្ខណៈរសើបប៉ុន្តែអ្នកនយោបាយចូលចិត្តយកមកនិយាយគឺបញ្ហាកោះត្រល់បាទតើកោះត្រល់អាចនឹងបានមកខ្មែរវិញឬក៏កោះត្រល់នឹងត្រូវបាត់ជារៀងរហូតហើយបើសិនជាបានមកវិញតើប្រើយន្តការណាដែលអាចបានមកវិញហើយអ្នកនយោបាយខ្លះគាត់សន្យាថាបើគាត់ឈ្នះគាត់ទៅយកវិញតើនិយាយនឹងត្រូវអត់បាទរឿងកោះត្រល់បើសិនយើងនិយាយយើងមើលតាមប្រវត្តិសាស្ត្រកោះត្រល់នេះណាកោះត្រល់កាលពីមុននឹងប្រទេសកូសាំងស៊ីនបារាំងនេះណាយកទៅថាកោះត្រល់ហ្នឹងភ្ជាប់ជាមួយខេត្តកពតមិនមែននៅក្នុងកម្ពុជាក្រោយណាភ្ជាប់នឹងខេត្តកពតពេលនោះបារាំងខ្ចីដើម្បីការត្រួតត្រាហ្នឹងគេខ្ចីទៅដាក់នៅក្នុងដែនកូសាំងស៊ីនប្រទេសកូសាំងស៊ីនដែលបារាំងទួតហ្នឹងណាគេខ្ចីទៅដើម្បីខ្ចីទៅមិនមែនគូព្រំដែននៅតាមហ្នឹងទេលីងប្រេយេមិនមែនជាលីងព្រំដែនទេគឺជាខ្សែរដ្ឋបាលដើម្បីចែកគ្នាត្រួតត្រាប៉ូលីសនិងទាហានឬក៏កយហ្នឹងណាគេគោរពខ្សែហ្នឹងដូច្នេះមិនមែនជាព្រំដែនទេដូច្នេះកាលដែលបារាំងពីឆ្នាំ48ហ្នឹងបារាំងលើកទាំងអស់ហ្នឹងទៅដាក់ភ្ជាប់ជាមួយយួនឃើញទេប៉ុន្តែការពិតវាអត់ត្រូវទេពួកកោះត្រល់ហ្នឹងជាកោះរបស់ខ្មែរពីដើមចុះនៅខេត្តកពតដូច្នេះគឺខ្វះទៅរឿងមួយដែលកោះត្រល់ត្រូវមកខ្មែរវិញមានរដ្ឋាភិបាលមួយទាមទារតាមផ្លូវច្បាប់យកច្បាប់ទៅប្រើបានជាស្វ័យប្រវត្តិអញ្ចឹងពីព្រោះទី1តាមភូមិសាស្ត្រដីពីខេត្តហ្នឹងលយទៅបាត់កោះត្រល់នេះទី1ទី2តាមរដ្ឋាភិបាលខ្មែរមុនដែលលីងប្រេយេហ្នឹងគឺថាកោះត្រល់ចុះនៅខេត្តកពតមិនមែនទៅខាងកម្ពុជាក្រហមទេដូច្នេះវាអត់មានរឿងអីទៅតែមិនជារបស់ខ្មែរនឹងជារបស់ខ្មែរហើយរដ្ឋបាលខ្មែរនៅគ្រប់ចំនួនតែងតែទាមទារថាកោះត្រល់ជាកោះរបស់ខ្មែរមិនដែលថាជារបស់ជួននេះខ្ញុំគ្មានដែលឃើញរដ្ឋាភិបាលណាមួយឯកសារណាមួយនៅចំនួនណាមួយដែលសញ្ញេកោះត្រល់នេះឲ្យទៅយួនទេលើកលែងតែរដ្ឋបាលលោកហ៊ុនសែនឆ្នាំ1982ទទួលស្គាល់តាមភាពជាក់ស្ដែង
ខ្ញុំមិនដឹងថាភាពជាក់ស្ដែងបាននេះថ្មីទេណាគាត់ត្រង់ជាគាត់របស់យួន ហើយនៅថ្ងៃទី18ខែសីហាឆ្នាំហ្នឹងគឺរដ្ឋាភិបាលកម្ពុជាបានបាត់ទ្រាំលែងបានពាក់ព័ន្ធនឹងការដែលវៀតណាមមកសង់ប៉ុស្តិ៍យោធាប៉ុស្តិ៍ប៉ូលីសគឺផ្លូវចូលជីកស្រែហ្នឹងក៏ចេញនៅការតែកំណត់ទូតមួយតវ៉ានឹងប្រទេសវៀតណាមប៉ុន្តែវៀតណាមហាក់ដូចជាមិនយកចិត្តទុកដាក់ទេបើសិនជារដ្ឋាភិបាលជាសេណារីយ៉ូណាបើសិនជាណារដ្ឋាភិបាលមកសុំយោបល់ពីលោកឬក៏លោកឲ្យយោបល់ទៅរដ្ឋាភិបាលតើលោកគួរតែធ្វើយ៉ាងម៉េចបើសិនជានៅក្នុងរដ្ឋាភិបាល ខ្ញុំថាបើសិនជាខ្ញុំរដ្ឋាភិបាលមួយដែលបំរើប្រយោជន៍ខ្មែរណាអានឹងខ្ញុំ form ជា team មួយរៀបចំយកករណីហ្នឹងទៅដាក់តុលាការអន្តរជាតិដោយព្រះវិហារចឹងក៏ប៉ុន្តែព្រះវិហារមកដល់ពេលនេះថៃដាក់ដូចជាមិនអនុវត្តតាមអ្វីថៃជាក្រុមតាគេទទួលស្គាល់ជារបស់ខ្មែរតាបាទថៃជាក្រុមជារបស់ខ្មែរតាប្រភេទជារបស់ខ្មែរគេលេងមានទេតែមានតបមានអីនៅក្បែរហ្នឹងវាជារឿងជានយោបាយទេមិនជារឿងតិចខ្ញុំចង់ចូលរឿងនេះចឹងបាទចំណែកលោកស្រីវិញឃើញមានដូចថាចុងក្រោយនេះមុននឹងតិចលោកទេមានប្រសាសន៍ហាក់ដូចជាអាចថាជាអស់សង្ឃឹមហើយព្រោះបងទេនិយាយដូចជាមិនចាប់អារម្មណ៍ណាក៏ប៉ុន្តែចុងក្រោយនេះមានបងប្អូនយើងនៅសហរដ្ឋអាមេរិកនៅកាណាដានៅបារាំងខ្លះហ្នឹងគាត់បានទីមទីឲ្យមានន័យថាបង្កើតជាក្រុមតាក់ទងកម្ពុជាមួយដែលមានប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិកកាណាដាជប៉ុនអីហ្នឹងអូស្ត្រាលីហ្នឹងមកជួយធ្វើយ៉ាងម៉េចអនុវត្តស្តីងជាមួយនឹងការពីសម័យអន្តរទៅប្រទេសកម្ពុជាហ្នឹងតើកិច្ចការហ្នឹងទៅធ្វើអញ្ចឹងវាអាចមានប្រសិទ្ធភាពឬក៏អាចធ្វើទៅរួចបរទេសគេអាចនៅងាកមកវិនិយោគបោលុយច្រើនដើម្បីធ្វើកិច្ចការហ្នឹងទេបាទខ្ញុំយល់ថាកិច្ចការហ្នឹងខ្ញុំយកសម្បត្តិធ្វើមកដល់10ឆ្នាំសាមទីនោះមកដល់10ឆ្នាំណាខ្ញុំយើងតាក់ទងគ្រប់ប្រទេសហត្ថលេខីទាំងអស់ដើម្បីឲ្យពីព្រោះឲ្យតែមានប្រទេសហត្ថលេខីតែមួយទេបែរហោច្រើនតែមួយទេដាក់តែញសំណើទៅតែញផ្សាយពាំទៅក្រុមប្រឹក្សាសន្តិសុខអន្តរជាតិអង្គការសហប្រជាជាតិទៅបានហើយឬសុំផ្ញើមកខាងប្រទេសបារាំងទៅឬផ្ញើមកប្រទេសឥណ្ឌូនេស៊ីទៅបានហើយគេតែមួយទេយើងរំទាំងបានផងណាទាំងរំទាំងរយទាំងអស់គ្នាព្រោះគ្មានអ្នកណាមួយដូចខ្ញុំលើករ៉ាប់លេមកវិញខ្ញុំថាដូចលោកក្រាឌីវិនក៏មានប្រសាសន៍នេះគាត់ថាតាំងពីជីវិតនយោបាយរបស់គាត់ធ្វើនយោបាយហ្នឹងក៏មិនដែលធ្វើអ្វីពិបាកជាងធ្វើសន្និសីទទីក្រុងប៉ារីសទេគាត់ថាពិបាកណាស់គេថា negotiate ជាមួយគេថាការចរចាជាមួយអន្តរជាតិដើម្បីឲ្យមានហត្ថលេខាមានសន្និសីទហ្នឹងពិបាកណាស់ណាដូច្នេះហើយខ្ញុំសង្ឃឹមខ្ញុំថាដូច្នេះហើយអន្តរជាតិអត់ទាន់ធ្វើចប់ទេណាអស់លោកអត់ទាន់ចប់ទេមីស្យងរបស់សន្និសីទទីក្រុងប៉ារីសមិនទាន់ចប់ទេខ្មែរមិនទាន់បានសន្តិសុខទេដូច្នេះអាចទៅត្រឡប់មកវិញណាហើយណាមួយទៀតមុខងាររបស់អន្តរជាតិហ្នឹងលោកបានទៅបោះឆ្នោតហើយឆ្នាំ93មែនប៉ុន្តែគ្រាន់តែគណៈបកប្រជាជនពេលបោះឆ្នោតចាញ់គណៈបកហ៊ុនស៊ិនប៉ិចហ្នឹងសូមធ្វើអបគមចែកសុខទី2ហើយខាងឧត្តមក្រុមប្រឹក្សាជាតិពីព្រោះនៅខាងជំនាន់យើងចាំ93ហ្នឹងគឺថាអ្នកខាងឧត្តមក្រុមប្រឹក្សាជាតិដែលមានសម្ដេចសៀនលោកជាប្រធានហ្នឹងលោកតំណាងសភាខ្មែរហើយអ៊ុនតាក់ហ្នឹងដែលកាន់5 minister ហ្នឹងកាន់5ក្រសួងហ្នឹងគឺតំណាងរដ្ឋាភិបាលខ្មែរចំនួនហ្នឹងណាព្រោះយើងមិនតបោះឆ្នោតណាដូច្នេះហើយគ្រាន់តែថាគេសូមអបគមភ្លាមអង្គការសហប្រជាជាតិថយចេញអស់លីងឬខ្មែរមិនបានដឹងថាអស់លោកថយរឿងអីទេណាដូច្នេះហើយអស់លោកមិនសូមអត់តន់ចាប់ទេទៅត្រឡប់មកវិញធ្វើយ៉ាងម៉េចរកសន្តិភាពឲ្យខ្មែរបានឥឡូវខ្ញុំនិយាយនឹងអង្គការសហជាតិខ្ញុំទៀមទារាល់ឆ្នាំណាគេយល់ថាគេមានមិនមែនថាកំហុសទេគេមានការត្រូវធ្វើដែរអញ្ចឹងហើយបានជាគេឲ្យ special rapporteur គឺថាអ្នកតំណាងអង្គការសហជាតិហ្នឹងធ្វើ report ទៅមើលរាល់ឆ្នាំហ្នឹងណាចាប៉ុន្តែឆ្នាំណាក៏មានគាត់បានធ្វើ recommendation ដែរអត់បានធ្វើអីជាជាក់ស្ដែងណាដូច្នេះហើយបានឆ្នាំនេះខ្ញុំថាបើជាក់ស្ដែងមួយឆ្នាំហើយមួយឆ្នាំទៀតមួយឆ្នាំ25ឆ្នាំហើយលោកអត់បានធ្វើ belong អីម្ដងខ្ញុំសុំឲ្យប្រទេសហត្ថលេខីទាំងអស់ហ្នឹងមកជុំគ្នាម្ដងមកទៅជែកគ្នាថាឥឡូវខ្មែរវាសុខឯមិនសុខនៅរាជខ្មែរហ្នឹងណាដែលលោកសញ្ញាទាំងអស់គ្នាហ្នឹងជាសិទ្ធិសញ្ញាអន្តរជាតិសញ្ញាអន្តរជាតិហ្នឹងមានជីវិតរហូតគ្មានពេលណាមួយទៅអស់សុពលភាពទេដូច្នេះហើយអ្នកឯងត្រូវតែមកត្រឡប់មកវិញរកសន្តិភាពរាជខ្មែរអាហ្នឹងយើងខ្ញុំតោះទេតែនឹងអញ្ចឹងណាប៉ុន្តែគេថាអ្នកឯងចង់ឲ្យយើងធ្វើប៉ុន្តែរាជខ្មែរកងតាក់ខ្លាផឹកកាហ្វេអ្នកឯងទៅច្បាំងចំនួនអ្នកឯងដើម្បីឲ្យសន្តិភាពអ្នកឯងបាននេះគេយល់ថារាជខ្មែរមិនតតដល់កលៈមួយដែលថាត្រូវគេចូលទេខ្ញុំថាប៉ុណ្ណាទៀតដែលថាដល់កលៈអាតែនេះខ្ញុំចង់ដឹងណាបាទគេអត់ឆ្លើយទេគេអត់ឆ្លើយទេណាខ្ញុំក៏ដូចជាខ្ញុំមានប្អូនមួយដែលថាសួរមិនថាតើរាជខ្មែរទៅធ្វើអីទៀតបាតកម្មអីខ្ញុំថាបាតកម្មខ្ញុំឃើញធ្វើហើយណាកំឡៃឃើញហើយណា
ចំនួនរបស់ឆ្នាំ2013ហ្នឹងយើងឃើញណាជាកម្រិតមួយដែលខ្ញុំសប្បាយចិត្តណាប៉ុន្តែខ្ញុំក៏ស្ដាយខ្ញុំលើក2013ចាស់កម្រិតហ្នឹងណាបើសិនជាគណៈបក្សសង្គ្រោះជាតិចេះ exploit ទេបានន័យថាចេះទាញប្រយោជន៍នយោបាយណាយើងរំដោះស្រុកបានយើងរំដោះស្រុកថ្ងៃនោះបានណាបើកុំចូលសភាពីព្រោះអត់ព្រមចូលសភាជិត1ឆ្នាំសតតែ5អាទិត្យទៀតទេណាតែទៅទៀតនេះដល់ session កូនដូចថ្មីណាបើប្រទេសកម្ពុជានឹងអត់មានរដ្ឋាភិបាលក្នុងរយៈពេល1ឆ្នាំណាយើងខ្ញុំអាចសុំឲ្យប្រទេសហ្នឹងណាកៅអីរបស់រដ្ឋាភិបាលកម្ពុជាហ្នឹងទំនេរពេលហ្នឹងអស់លោកបង្កើតរដ្ឋាភិបាលមួយត្រឡប់មកអាដេញស្ថានភាពពី79មកវិញតាមទូដែរហ្នឹងអាហ្នឹងយើងមានសិទ្ធិធ្វើអីហើយប៉ុន្តែចូលសភាទៅគេមានសុពលភាពគេស្របច្បាប់អស់លេងទៅវាបាសជើងទាំងអស់គេទៅណាអាទៅហ្នឹងឯងខ្ញុំថាខ្ញុំមានការស្ដាយមកពីជំនាន់2013វាអាចចេញរួចហើយបើសិនជាសង្គ្រោះជាតិចេះលេងណាប៉ុន្តែអស់លោកសង្គ្រោះជាតិហ្នឹងយល់ថាបោះឆ្នោតចាញ់ហើយអត់មានសេណារីយ៉ូបើចាញ់ហើយធ្វើអីទៀតបើចាញ់ហើយយើងធ្វើអីទៀតហើយយើងធ្វើអីទៀតវាអត់មានប្លង់ B ប្លង់ C ប្លង់ D អីអត់មានចាខ្ញុំមើលឃើញតែមានប្លង់ A បោះឆ្នោតមួយវាអត់មានអីតែនឹងខ្ញុំមានការសោកស្ដាយដូច្នេះហើយមកដល់ឥឡូវពេលឥឡូវណាសម្រាប់ខ្មែរម្ចាស់ស្រុកទេណាយល់ថាការបោះឆ្នោត2017បោះឆ្នោតឃុំ2017ណានៅបោះឆ្នោតសភា2018ហ្នឹងណាខ្ញុំមិនមានសង្ឃឹមថាវាគ្រាន់បើជាង2013ទេណាពីព្រោះគេធ្វើច្បាប់បោះឆ្នោតឬស្អីរៀងប្រព័ន្ធបោះឆ្នោតហ្នឹងវាអត់មានអីផ្លាស់ប្ដូរបាល់ពណ៌ពី2013គ្មានអីផ្លាស់ប្ដូរប្រហែលទេណាមើលតោះចោះដាក់គុកពេញចង់អស់ហើយណាទាំងរាំងស៊ីក៏បានចូលទាំងខាងកម្មសខាក៏មានបញ្ហាដូច្នេះហើយមិនបាច់ធ្វើទេហើយដូច្នេះហើយបើស្អាតជាធ្វើក៏គេឈ្នះដែរក៏គណៈបព្វជិជនឈ្នះដែរហើយបានចឹងគេដូរអត់នេះកាត់បានបោះឆ្នោតហ្នឹងណាឥឡូវគេអត់ formality ទាំងអស់បើគេថាអូដើម្បីឲ្យស្រួលប្រព័ន្ធបោះឆ្នោតនេះអាហ្នឹងបើលួចកាន់ស្រួលទៀតពីព្រោះមួយថ្ងៃអាច production ប្រហែលលានក៏បានដែរព្រោះជាប្រព័ន្ធ automatic ណាអាហ្នឹងកាន់តែលួចស្រួលទៅទៀតបើសិនណាជាសង្គ្រោះនឹងអត់មានអំណាចអ្វីទៅមើលក្នុងការប្រព័ន្ធហ្នឹងមានស្អីស្កែអីខ្លះទេណាចាដូច្នេះខ្ញុំអត់មានជំនឿរបស់ការបោះឆ្នោតទេ2017ក្តី2018ក្តីដូច្នេះខ្ញុំសុំអំពាវនាវណាសូមឲ្យបងប្អូនរួមជាតិខ្មែរទាំងអស់ហ្នឹងសូមឲ្យទីសច្ចៈបញ្ញៈគិតបន្តិចមកមើលធ្វើអីទៀតមុនឆ្នាំ2017បោះឆ្នោតទៀតចាសូមអរគុណលោកស្រីកាប់ខ្ញុំចង់ឲ្យនិយាយសារបន្តទៅបានសារទៅអរគុណឥឡូវចោះចំណុចដល់លោកវិញតើអ្វីជាសារចុងក្រោយចំពោះប្រជាពលរដ្ឋខ្មែរបាទសូមជម្រាបតើតែយើងមានរដ្ឋាភិបាលមួយដែលបម្រើប្រយោជន៍ខ្មែរដើម្បីឲ្យបានរដ្ឋាភិបាលមួយដើម្បីប្រយោជន៍ខ្មែរនឹងវាមានកលិកលៈវាច្រើនណាទី1ជាសង្ឃឹមលើការបោះឆ្នោតបើសិនជាការបោះឆ្នោតសិនជាប្រព័ន្ធបោះឆ្នោតនឹងជាបោះឆ្នោតមួយត្រឹមត្រូវសុចរិតយុត្តិធម៌លទ្ធផលនឹងវាជាឆន្ទៈរបស់ពលរដ្ឋខ្មែរជាងអាចយកប្រើជាការបានឃើញទេប៉ុន្តែមើលទៅការបោះឆ្នោត2018ហ្នឹងវាអត់អាចទៅឆ្លុះបញ្ចាំងឆន្ទៈរបស់ពលរដ្ឋខ្មែរទេពលរដ្ឋសាយើងឃើញគេបន្លំគេលួចឃើញទេខ្ញុំសូមបន្ថែមមួយម៉ាត់ខ្ញុំឃើញសង្គមស៊ីវិលច្រើនណាស់ដែលទាមទារខំធ្វើម៉េចឲ្យបងប្អូនខ្មែរហ្នឹងទៅចុះឈ្មោះឲ្យបានច្រើនប៉ុន្តែខ្ញុំអត់ទាន់មានឃើញសង្គមស៊ីវិលណាមួយដែលទៅពិនិត្យមើលថាតើក្នុងបញ្ជីបោះឆ្នោតហ្នឹងមានជនអន្តោប្រវេសន៍ប្រមាណអ្នកចុះឈ្មោះនៅក្នុងនឹងទេខ្ញុំអត់ឃើញទេឃើញទេហើយជាពិសេសនៅពេលដែលគេដូរការថ្មីឥឡូវហ្នឹងណានៅពេលដូរការដឹងគេបញ្ចូលប្រមាណអន្តោប្រវេសន៍ប្រមាណអ្នកទៀតក្នុងបញ្ជីបោះឆ្នោតទេនឹងសូមថាខ្ញុំសូមអំពាវនាវសូមឲ្យបងប្អូនខ្មែរដែលនៅផ្ទាល់ហ្នឹងណាសូមឲ្យជួយពិនិត្យខាងនោះផងពីព្រោះការដែលចុះឈ្មោះហ្នឹងគឺថាជាអំណាចផ្ដាច់មុខរបស់គណៈបព្វជិជនសូម្បីគណៈបក្សសង្គ្រោះហ្នឹងក៏អត់មានសិទ្ធិទៅមើលដែរពីណាដែលមានសិទ្ធិបានទទួលការខ្មែរតើបានរាជកិច្ចហើយនៅតើមានបព្វជិអីទៅកើតនៅកន្លែងណាអត់មានពីណាដឹងទេថាគេធ្វើឲ្យមិនតាមទៅនឹងហើយគណៈបានកាត់ខ្មែរហើយបានយកទៅខាងកោជបគេឃើញកាត់ខ្មែរគេចុះឈ្មោះឲ្យកន្លែងហ្នឹងមួយអត់មានពីណាគេពិនិត្យមើលទេបាទពិនិត្យទេអាហ្នឹងដែលពិបាកដូច្នេះខំធ្វើម៉េចយើងធ្វើឲ្យមានរដ្ឋាភិបាលខ្មែរមួយដែលបម្រើប្រយោជន៍ខ្មែរអាហ្នឹងជាគោលចំណុចរបស់យើងទាំងអស់គ្នាទាំងជាប្រវត្តិនេះធ្វើម៉េចឲ្យបានរដ្ឋាភិបាលខ្មែរមួយឆ្លុះបញ្ចាំងពីចន្ទៈរបស់យើងនៅពេលនេះយើងបានសុខហើយបើមិនយើងអត់មានអាហ្នឹងយើងអត់បានសុខទេសូមអរគុណលោកស្រីចាក់សខុននិងលោកសវាងដែលបានផ្ដល់បទសម្ភាសន៍ដល់ VA សេនជូនីលីចាអរគុណច្រើនចាលោកអ្នកនាងជាទីមេត្រីកម្មវិធីផ្សាយសំឡេងខ្មែរម្ចាស់ស្រុកនៅពេលនេះចប់តែប៉ុណ្ណេះយើងខ្ញុំសូមថ្លែងអំណរគុណចំពោះការតាមដានយកចិត្តទុកដាក់ស្ដាប់របស់លោកអ្នកនាងសូមជម្រាបលាសូមជម្រាបលា